ពេចបើកអូន7 ខែបាត់ហើយថ្ងៃហ្នឹងពួកយើងយកគាត់មកចាប់បាក់សាំងផ្ដាសាយហើយមន្ទីរពេទ្យដែលខ្ញុំតែងតែមកនេះគឺមន្ទីរពេទ្យអរគីតនឹងឯងដោយសារតែអូនហ្នឹងកើតដំណឹងហើយអញ្ចឹងយើងក៏យកសេវាកម្មនៅមន្ទីរពេទ្យហ្នឹងតាំងពីអូនកើតរហូតដល់ចាប់បាក់សាំងផ្សេងហើយរហូតដល់7 ខែនឹងឯងដោយសារតែនៅនេះយើងមានកញ្ចប់ពិនិត្យសុខភាពកុមារប្រចាំឆ្នាំអញ្ចឹងកញ្ចប់ហ្នឹងមានការវាស់ទំហំរាងកាយមានការត្រួតពិនិត្យលើរាងកាយមានការថតឆ្លោះអេកូដូចជាអេកូពោះនិងអេកូបេះដូងហើយក្រៅពីហ្នឹងយើងមានការពិនិត្យឈាមដូចជាការរាប់គ្រាប់ឈាមនិងមានការពិនិត្យអីផ្សេងៗជាច្រើនទៀតអញ្ចឹងអាទាំងអស់ហ្នឹងហើយគឺជាកាតព្វកិច្ចរបស់ប៉ាប៉ាម៉ាក់ក្នុងការជួយថែទាំកូនតូចរបស់ពួកយើងហើយហ្នឹងហើយអង្គុយចាំពេទ្យយូរពេកទៅមិនដឹងធ្វើអីសុំលុយប្រពន្ធទិញកាក់លេងចាប់តុក្កតាក្រោយពី check up រួចហើយអញ្ចឹងយើងក៏យកអូនទៅចាប់វ៉ាក់សាំងផ្ដាសាយតទៀតដោយសារតែគាត់នឹងដល់ពេលទទួលយកវ៉ាក់សាំងផ្ដាសាយបានហើយទៅវ៉ាក់សាំងផ្ដាសាយមកបញ្ជុលឥឡូវគេងបាត់អញ្ចឹងទាំងអស់គ្នាកុំឲ្យខានឬពិនិត្យសុខភាពកូនតូចរបស់យើងនឹងគឺជារឿងណាសំខាន់មែនតើពីព្រោះអីនៅពេលដែលឈឺពិបាកណាស់បាក់ដល់យើងនិងបាក់នឹងកូននឹងឯងអញ្ចឹងកុំភ្លេចតាមដានពិនិត្យសុខភាពកូនតូចរបស់យើងផងណា